lại đó là căn cứ lo tít mà đam này lại mà tê này mình đánh thì dùng cột mà bỏ trao tới vì chỉ thật đọt tới đây bông ôn cầu lại đó là lại là cái mà đi chơi cắt hai chỉ bàn khai hoạt động ngày chiến smart đó nha giờ bạn chấm câu được sai giờ bạn min pel được sai giờ min pel mà chấm câu phải smart đó khai bữa sai giờนี้khởi đây đâm đây cái trâu cột cặp lai smart cái đó khá nó mới chừng ca phải chịu 4 đọc ngay smart mình là đài là cầu nằm đi lái bóng vốn tám đi cái đam tưa bóng vốn đam tua vì lái thông triệt dừng ai từ bè vô từ slop hà vô phơm hộ bàn anh ấy đi skip được tài tại vì chẳng chừng tài lái prey ca này chỉ cá trôi đây phải chỉ chích hai ta nên đây phải chỉ cả là hai tay đâm cối bàn mà rồi đâm chi chỉ rồi đâm này rồi này giờ men đâm màu giờ bánh năm anh ấy đâm rồi thay đã chi tích tuổi ấy rồi này tìm phải tới những hộp bỏ giờ ta dừng lụa đầu khác tớiแต่ตีพลายไม่พลายติ๊กตุยพลายลังสกีพลายคนนั้นแต่หายในครองดูยังปรับปีตำบลจังเครื่องจักรสมบูรณ์สมัยในตำบลนี้บ้ายังจำโก้คือดูอ๋อแต่ดูสายยังเป็นเตยมอเมอร์ไทยวีหายน้ำมูยังมันมีจักรเตยหายน้ำมูยังมีการงี้บ่ยังได้ยังมีเปย์ให้ครูนจีปีแต่ในฟองตัวฟองđấu lò lò bắn ba chụp châm cố cứ lò mình ra một ấy đây đi sầm bầu mặc đỏ đối xa đây ní chụp cá ní dừng ngày tí đồng này bao giờ bà sân chi khung dân ấy dừng châm cố phong châm sập châm bên châm ti ấy cứ em mình rồi lại can đập mình can cái đập là cái thom là cái tốt là cái chút đây thom thom một hạt bụng một đám nước lại đó như tới đâu nó cầm được 4 năm 4 năm nhưng mình rơi dịch hai ban thế được sai đâu dựng đằng ấy khởi đồ này đi chỉ khoa tật khoa chi khoa cả thải tôm được ra đâu khoa về vì ca mà ăn cắn thì phải ăn cắn cái đập thì đâu nó cầm được 4 năm châu khai bầm bấy đi cầm được 4 năm đâu nó bây giờ khai tôm bị bắt đo khai tôm phải tất đạo chỉ cần tới phải lo mình thế ní dừng đạo vì nó đôi chi đâm trao này thế chú ca cả đại chi tới chú ca cả on tới chích bơi đôi đam ní cứ fly xong từng mình thà đam fly thì căn cái đập tay đam không thì mình căn lấy những tay đam fly
ផ្លែល្អខ្លះមិនផ្លែល្អទេជិត300ដើមគឺផ្លែសឹងទាំងអស់ហើយដើមហាក់ច្រើនទេផ្លែមួយឃ្លីពីឃ្លីទៅហើយមួយឃ្លីពីឃ្លីហ្នឹងកាន់ក្តាប់ទៅមកវា5ផ្លែពី3ផ្លែអីចឹងទៅដោយសារយើងមិនបានផ្លែចូលពីដោយសារយើងនៅឆ្ងាយពីកន្លែងការដូរមួយយើងប្រើកម្មករពីដូចចិត្តបើប្រើយើងដើរមើលទៅខាតការងារយើងព្រោះអីរកការធ្វើការងារឬក៏ធ្វើអាជីវកម្មរបស់យើងតែមានចំណូលបើសិនយើងពីធៀបរវាងមកមើលកម្មករបាញ់ស្មៅមើលថែដូរគឺខាតលុយយើងចឹងទៅយើងតូតតាឃើញមើលទុកចិត្តឲ្យកម្មករខ្លះគេធ្វើដិតដល់ទៅខ្លះគេមិនធ្វើដិតដល់ទៅដើមនេះវិញអត់ទៅកាន់បណ្ដោយផ្លែអត់ល្អផ្លែអត់ស្អាតហើយចកាយើងមានបន្លាយទឹកចំត្រីខាងក្រៅយើងមានស្រះកណ្ដាលចកាយើងមានស្រះខាងក្រៅយើងមានស្ទឹងកណ្ដាលដីយើងមានស្រះហើយតាមជួរដូងនីមួយយើងមានបន្លាយទឹកនេះអូខែភាសាគឺហូរមកពីលើអានេះមិនមែនអត់ត្រីបងប្អូនស្មូតត្រីណាត្រីផ្ទុកត្រីរស់ត្រីតូចតាចអីវាមកដាក់ទូចអីបានណាក្មេងៗវាដាក់ទូចដាក់បកាយអីវាបានដែរតែទឹកក៏ដៃត្រីអីណាចាំមើលមកឆ្នាំបាយជីចុងប្រាំងយើងនឹងដូរទីតាំងទីកម្មយើងមកដាក់នៅទីនេះយើងនឹងមើលការថែដូងយើងថែដូងយើងមានការចំត្រីចំមន់ចំទីហើយយើងចង់ដាក់គោដាក់ទៅមានចំគោឬក៏ក្របីទៅព្រៃដីយើងនេះមានទឹកស្រាច់ខាងក្រោយមានស្ទឹងហើយកណ្ដាលវាមានស្រះហើយខាងប្លោះដូងនេះវាមានប្លាយហើយប្លាយនេះខែប្រាំងអត់មានទឹកទេគឺខាក់ហើយខែមានតែខែភាសាហើយខែភាសាទឹកប៉ុណ្ណេះបបោហើយជួដូងនៅក្នុងចកាដូងហើយនៅក្នុងចកាក្រូចហ្នឹងស្មៅជ្រត់ឲ្យកោស៊ីទៅកោក្បីគឺស្មៅប៉ុណ្ណេះហូចុំលេខ1ប៉ុណ្ណានៅចកាដូងនេះយើងមិនដាំដុះទៅមុខទេដាំព្រីងដីណាតនេយើងអាចឆ្លៀតដាំបានដូចអីយើងจุดរបត់នេះវ៉ៃចង្ការនេះយើងដាំទៅដាំតំណាំធ្វើជុំបើនៅខាងជិះប្រឡោះកណ្ដាចង្ការដូងនេះចង្ការក្រូចយើងដាំសាវម៉ាវដាំផ្លែមីផ្លែក្រូចថ្លង់ក្រូចអីផ្លែអីផ្សេងទៀតនេះចង្ការយើងចប់មួយរដូវចូលមួយរដូវបេះផ្លែដល់ផ្លែក្រូចយើងបេះក្រូចដល់ផ្លែដល់រដូវកាត់ដូងយើងប្រមូលផលដូងដល់ថ្នាំអីផ្សេងយើងបេះបន្លែទៅតាមហ្នឹងទៅបេះផ្លែឈើតាមដីវាផ្លែតាមរដូវកាលហ្នឹងទៅយើងដាំជីកហើយទៅដល់យើងដូរទីលំនៅមកនៅទីនេះយើងដាក់សត្វទៅចំមន់ចំទីចំកងាចំគោចំក្បីធ្វើអ្វីតាមលទ្ធិដែលយើងអាចធ្វើទៅបានហើយអ្វីសំខាន់ហ្នឹងគឺអាជីវកម្មរបស់យើងតែអាជីវកម្មយើងគឺការចំឆ្នាំងរបស់យើងរាល់ថ្ងៃហ្នឹងអញ្ចឹងពេលដល់យើងធ្វើដាំបន្លែជោគជ័យដាំផ្លែឈើឬក៏យើងចំសត្វជោគជ័យយើង
អាជីវកម្មនេះយើងអាចឲ្យអ្នកផ្សេងមើលឬក៏យើងអាចដូរនៅពីណាមើលក៏បានដែរហើយណាមួយរងថ្ងៃយើងធ្វើការមិនដើម្បីប្រាក់ចំណូលមកមុខណាពីដល់យើងវាជ្រេទៅយើងតាមដើម្បីសុខភាពវិញជាការលំហែយើងធ្វើការជីវកម្មទៅហត់ទៅយើងមកលំហែនៅចង្ការយើងទៅខាងក្រោយផ្ទះយើងមកដកស្មៅដកគល់ដកឈើដកព្រៃទៅចេញនៅទុកជាការហាត់ប្រាណមួយហើយនៅជុំវិញដូងយើងអាចធ្វើផ្លូវមួយចាក់ផ្លូវគ្រូកុហកមួយទៅយើងទុករត់ហាត់ប្រាណទៅយើងចង់បដូរអារម្មណ៍ពីការដកស្មៅដូងដកស្មៅក្រូចយើងមករត់ជុំវិញទី3ជុំវិញពីការដូងទៅចេញអីទុកជាហាត់ប្រាណមួយទៅហើយហ្នឹងហើយគឺជាការហាត់ប្រាណអីជាការរត់គឺជាការហាត់ប្រាណហើយបន្តយើងមិនចង់រត់ទេយើងមកដកស្មៅដូងស្មៅចន្ទីឬក៏ស្មៅក្រូចស្មៅបន្លែទៅមើលមន់មើលទីដែលយើងចិញ្ចឹមទៅអាហ្នឹងបែកយើងចេញជាការហាត់ប្រាណមួយបាត់ហើយយើងចាប់បាច់ទៅហាត់ប្រាណនៅជីមនៅកន្លែងម៉ាស៊ីននៅកន្លែងលេបទំដែកឯណាតាមនេះសុទ្ធស្មៅចំកោចំទឹក3ហើយបើអស់ខែប្រាំងតាមនេះវាស្មៅងប់អស់ហើយវាងប់ដោយកន្លែងដោយសារដូងហ្នឹងប្រព័ន្ធក្រូចយើងហ្នឹងដាក់ប្រព័ន្ធទឹកយកទឹកមកពីខាងក្រោយស្តាដូងទៅទឹកបើតើយើងត្រូវការស្មៅច្រើនអត់មានស្មៅយើងអាចដាំស្មៅទៅដាំពូជស្មៅច្រើនណាស់ដែលយើងដាំច្រូតក៏បានដាំស្មៅដាំឲ្យគោស៊ីក្នុងហ្នឹងក៏បានតែយើងហើយដីចកាយដឹងហើយមានតូចណាអាចធ្វើរោងគោត្រឹមកន្លះហិកតាទៅសល់ប៉ុន្មានទៅយើងដាំស្មៅដាំអីទៅហើយយើងបើអាចណាប្លែងបានប្លែងធ្វើជាការក្រូចជាការដូងទៅបើថាយើងប្លែងមិនបានទេជិះច្រូតឲ្យកម្មករច្រូតឲ្យស៊ីទៅ